នេះជាលើកទី1ហើយដែលខ្ញុំឃើញប្រដាប់ជប់ខ្យល់មានទំហំធំខ្លាំងមែនទែននេះមិនមែនកន្លងជប់ខ្យល់ទេប្រហែលជាកន្លងកតិនស្រានឹងហើយក៏ប៉ុន្តែនេះគឺជាបច្ចេកទេសក្នុងការជប់ខ្យល់ម៉ែអើយបាទកន្លងធំខ្លាំងមែនទែនហើយបរិសម្នាក់នេះគឺជាពេទ្យបែបបុរាណបងប្អូនអ្នកគ្នាបាទគាត់ជប់ក្បាលពោះដើម្បីឲ្យខ្លាញ់ចេញអញ្ចឹងណាឬក៏មានគោលបំណងអីផ្សេងទៀតខ្ញុំមិនដឹងដែរបាទ ឧបករណ៍ក្នុងការជប់ខ្យល់របស់គាត់គឺពិតជាប្លែកខុសពីយើងខ្លាំងមែនទែននៅក្នុងស្រុកខ្មែរការជប់ខ្យល់គឺប្រើកែវទូចប៉ុណ្ណឹងទូចមុំទេបងប្អូនអរគ្នាក៏ប៉ុន្តែនៅចិនគឺមានឧបករណ៍ជប់ខ្យល់ច្រើនខ្លាំងមែនទែនមានដូចជាកតិនស្រាលប៉ុណ្ណាណីបងប្អូនហើយមានស្នែងគោចងុយអញ្ចឹងទៅ ហើយក៏មានឆ្នាំងដែកមួយដែរគឺនឹងសិតតែអាចជប់ខ្យល់បានទាំងអស់ ខ្យល់នៅក្នុងខ្លួនមានប្រមាណចេញមកទាំងអស់តែម្ដងហើយបាទមិនសូយសាញច្រើនទេដាក់យកតែម្ដងហើយនៅក្នុងកតិនស្រាហ្នឹងក៏មានទឹកអីដូចជាទឹកថ្នាំបងប្អូនអរគ្នាបាទពិតជាប្លែកខ្លាំងមែនទែននេះគឺជាវិធីបុរាណដើម្បីជប់ខ្យល់នៅពេលដែលយើងអត់មានអារម្មណ៍ថាអូអត់សូវស្រួលខ្លួនអញ្ចឹងណាហើយនេះគឺជាវិធីសាស្ត្ររបស់គេអញ្ចឹងទៅខ្ញុំក៏មិនដែលបានសាកដែរតើបងប្អូនដែលបានសាកដែរឬទេ និយាយពីស្នែងគោវិញឡំប៉ប៉ិនកំភ្លើបងប្អូនអរគ្នាយកមកធ្វើជាឧបករណ៍ជប់ខ្យល់ហើយបើនេះវិញកាន់តែប្លែកទៀតបងប្អូនអរគ្នាបានហើយដបកតិនត្រាំស្រាហ្នឹងឡំប៉ប៉ិនអានេះហើយនឹងស្នែងគោ2ផងដែរបាទគោនេះគឺជាពូជគោស្នែងវែងហ្មងបាទ គោនេះគឺគោមិនធម្មតាទេស្នែងវាប៉ុនភ្លុកដំរីបងប្អូនអរគ្នាហើយក៏មានកៅធំមួយដែរនៅជាប់ចង្កេះបាទអូគឺថាដាក់ម្ដងគឺខ្យល់ចេញមកឡើយវឹងតែម្ដងបាទប្លែកណាបងប្អូនអញ្ចឹងជួយខមមិននៅខាងក្រោមផងបើសិនបងប្អូនធ្លាប់បានជប់បាទនៅខាងវៀតណាមក៏មានដែរការជប់បែបនេះជប់លក្ខណៈជប់បំពង់ឫស្សីឬក៏ជប់អីផ្សេងទៅការ